បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទដែលមានចិញ្ចឹមមេកូនៅតាមផ្ទះថ្ងៃនេះដែរយើងមានវីដេអូមួយដែលយើងធ្វើការបង្កាត់នៅខាងខេត្តត្បូងឃ្មុំធានាថាដាក់បាយហើយអញ្ចឹងខ្ញុំតែងតែធ្វើវីដេអូជាច្រើនទាក់ទងទៅនឹងការកែលម្អពូជនៅក្នុងខេត្តកំពង់ចាមក៏ដូចជាខេត្តត្បូងឃ្មុំបាទអញ្ចឹងមេកូនេះគឺយើងធ្វើការបង្កាត់នៅក្នុងឃុំជប់ចិត្តដល់ក្រុងសួងអញ្ចឹងមេកូនេះឃើញថាវានៅទូចក្មេងបាទអញ្ចឹងអាយុរបស់គាត់មកខួប8ខែហើយគេធ្វើការបង្កាត់ជូនគាត់ដោយលក្ខណៈនៅក្នុងការរកឈ្មោះរបស់គាត់នេះរៀងពិបាកនៅក្នុងការពិនិត្យនៅពេលដែលបង្កាត់នេះគឺវាកាចមែនតើបាទដោយសារតែមេនេះគឺគាត់ប្រឡែងតាមចំការកៅស៊ូហើយបើយើងមើលទៅលើខ្លួនរបស់គាត់វិញគឺឃើញសិតតែពពួកដង្កែទូចជាច្រើននៅលើខ្លួនរបស់គាត់ទោះបីជាម្ចាស់គាត់ព្យាយាមប្រើថ្នាំទម្លាក់ចៃដង្កែនេះច្រើនសាក៏ហើយក៏ដោយក៏នៅតែមានចៃដង្កែជាច្រើនទៀតនៅតោងបាទអញ្ចឹងយើងបានធ្វើការបង្កាត់ជូនគាត់ដើម្បីកែលម្អពូជចំណែកគោមេកូនេះវិញគឺនៅក្នុងឃុំជីរ៉ូបាទស្រុកត្បូងឃ្មុំដូចគ្នាអញ្ចឹងយើងបានធ្វើការបង្កាត់នៅលើផ្ទះផ្ទះគាត់របស់នេះគឺច្រើនលើកច្រើនសារមកហើយគឺទទួលបានកូនជាច្រើនមកហើយបាទដោយសេចក្តីទុកចិត្តពីម្ចាស់ផ្ទះគឺបានធ្វើការបង្កាត់បន្តទៀតទៅលើមេកូចាស់របស់គាត់នេះគឺបានកូនចំនួន4លើកមកហើយអញ្ចឹងយើងបានធ្វើការដាក់នៅលើពូជផ្សេងៗគ្នាជាច្រើននៅក្នុងផ្ទះរបស់គាត់ហើយគាត់ក៏បានលក់កូនជាច្រើនដែរពួកកូនខ្លះគឺជាឈ្មោលបាទកូនញីនឹងតិចទេតែគាត់លក់បាត់តែកូនឈ្មោលអស់ហើយបាទហើយប្រភេទកូននេះឯងគឺកូនរបស់ស៊ីសាដែលយើងបានយកពីកសិដ្ឋានកូនខ្មែរ SV មកធ្វើការបង្កាត់ជូនបាទហើយយើងមានពូជគោជាច្រើនមានដូចជាចៅសួរបាទប្រខាន់រាជបាទស្គរជ័យគឺសិតសឹងតែជាគោដែលនៅក្នុងស្រុកខ្មែរយើងស្រាប់បាទពូជគោដែលល្បីឈ្មោះបាទអញ្ចឹងរូបភាពនេះគឺមានរ៉េតស៊ូនស៊ីសាដែលជាគោរបស់កសិដ្ឋាន SV បាទម្យ៉ាងទៀតគឺមានពូជប្រមាណផ្សេងទៀតដែលបាននាំចូលសិតតែពូជល្អល្បីបាទមិនតែប៉ុណ្ណោះយើងមានពូជគោសាច់សម្រាប់ផ្ដល់ជូនកសិករយើងដែរគឺចង់បានសាច់តម្រូវការតាមទីផ្សារនៅពេលបច្ចុប្បន្ននេះដែរបាទហើយក៏មានពូជត្រចៀកវែងដែរដូចប្រេស៊ីលដូចជាចៅផ្លយជាដើមបាទអរគុណ